សេចក្តីរបស់យើងគឺបានចាប់ផ្ដើមឡើងជាមួយនឹង Luffy និងគ្នារបស់ Luffy កាលពីវគ្គមុនហ្នឹងគាត់បានធ្លាក់មកពីខាងលើចុះទៅខាងក្រោមព្រមទាំងបានវាជាមួយនឹងជញ្ជាំងកំទេចដើម្បីធ្លាក់ទៅខាងក្រោមយ៉ាងមានសុវត្ថិភាពបន្តមកទៀតសាច់រឿងក៏បានកាត់ទៅកាន់ពួកមនុស្សយក្សនៅលើសំពៅឯនេះវិញហ្នឹងពួកគេកំពុងតែព្យាយាមស្វែងរក Luffy ប៉ុន្តែយ៉ាងណាក៏ដោយពួកគេនៅតែមិនអាចរកឃើញ Luffy ដល់ដែររហូតដល់តែពួកគេនឹងត្រូវបាន Frankie ស្រែកហៅទៅជួបហើយមកហ្នឹង Proki ក៏បានសួរទៅកាន់ Frankie ដែរថាតើមានរឿងអីបានជាឲ្យពួកគេនឹងគឺឈប់រក Frankie និយាយដែរថាឈប់រកទៀតទៅការរកហ្នឹងវាបញ្ចប់តែប៉ុណ្្នឹងទៅចោះដោយសារតែពួកគេទាំងអស់គ្នាក៏មិនចាំបាច់រក Luffy អីទៀតនោះដែរដែលគាត់គិតថា Luffy នឹងមានសុវត្ថិភាពធម្មតានោះទេរឿងរ៉ាវទាំងនេះកាត់ឡើងរាល់តែដងហ្នឹងហើយ Frankie បន្តនិយាយទៀតថាសំពៅសាសិននេះដែលគាត់បានធ្វើហ្នឹងគឺមានភាពរឹងមាំខ្លាំងណាស់វាមិនមែនចេះតែបែកបាក់ងាយៗនោះទេគ្នារបស់គាត់ដែលបានបាត់ហ្នឹងក៏មិនអីនោះដែរ Robin ក៏បន្ថែមទៀតថារាល់ពេលដែលធ្វើដំណើរទៅកាន់កោះនីមួយៗពួកគេតែងតែមានរឿងរ៉ាវបែបហ្នឹងកើតឡើងជារៀងរហូតហ្នឹងហើយណាមួយវិញទៀតពួកគេក៏តែមានបញ្ហាអីនោះដែរពួកគេតែងតែជួបគ្នានៅលើកោះដែលពួកគេតែងទៅអញ្ចឹងពួកគេគួរតែទៅ Elba ទៅចាំ Luffy មុនចំពោះ Jinbe វិញក៏លើកឡើងហេតុផលគាត់ដែរថាតាមពិតទៅមនុស្សព្រៃរបស់គាត់នឹងស្វែងរក Luffy យូរហើយតែនៅតែមិនអាចរកឃើញពួកគេក៏ហត់ដូចតែគ្នានឹងហើយប្រពន្ធឯនេះវិញគាត់ក៏និយាយដែរថាអាហាររបស់ពួកគេទាំងអស់គ្នាគឺអស់ហើយបើពួកគេនៅតែបន្តរក Luffy បន្តទៀតពួកគេគឺអត់មានអាហារញ៉ាំនោះទេពួកគេគួរតែទៅកាន់កោះ Elba មុនទៅនិងរងចាំ Luffy នៅទីនោះវិញគ្រាន់តែពីបានស្ដាប់អំពីហេតុផលនីមួយៗរបស់សមាជិកនៃក្រុមរបស់ Luffy ហើយនឹងពួកមនុស្សយក្សគាត់ក៏យល់ព្រមហើយពួកគេគឺបានបន្តដំណើររបស់ពួកគេទៅកាន់កោះ Elba ចាំ Luffy មុនសាច់រឿងក៏បានកាត់ទៅកាន់ក្រុមរបស់ Luffy ឯនេះវិញតែពួកគេនឹងគឺបានចុះមកដល់ខាងក្រោមក្រោយពីរត់គេចប៉ុន្តែអាសត្វឆ្មាមួយនឹងបានលើសមាជិកក្រុមរបស់ Luffy ធ្លាក់ចុះមកខាងក្រោមហើយវាគឺបានរត់ចាក់ចេញទៅតែម្ដងក្រោយមក Nami ឯនេះវិញខំស្រែកហៅវាដែរតែវាអត់ឈប់នោះទេថែមទាំងរងាប៉ុន្តែត្រូវបាន Sanji នឹងយកអាវមកឲ្យនាងពាក់ហើយពួកគេរាល់គ្នាគឺបានសម្លឹងមើលជុំវិញខ្លួនឃើញថារបស់នៅទីនេះគឺធំទាំងអស់ដើមឈើសុទ្ធតែធំពួកគេគឺកំពុងតែស្ថិតនៅក្នុងតំបន់ព្រៃមួយប៉ុន្តែយ៉ាងណាក៏ដោយពួកគេគឺបានសម្លឹងជុំវិញខ្លួនរហូតដល់តែបានឃើញស្ពានមួយខ្សែចំពោះស្ពានមួយខ្សែហ្នឹងគឺវាបានតបជាប់តំបន់មួយនេះហ្នឹងគឺឡើងទៅខាងលើគឺឡើងទៅចិនខាងលើណាប៉ុន្តែនៅពេលហ្នឹងគឺ Luffy គាត់គឺបានធ្វើដំណើរទៅមុខដោយការគាត់ដើរហ្នឹងគឺដើរទៅលើស្ពានហ្នឹងឯងប៉ុន្តែបែរជាឃើញរបស់មនុស្សយក្សពីរនាក់កំពុងតែធ្វើដំណើរកាត់ពីមុខពួកគេហើយមានសំណែនឈ្មោះបន្តិចណាម្នាក់ស្រីហ្នឹងគាត់មានឈ្មោះថា Creed មានសំហាថា Creed ចោះហើយម្នាក់ប្រុសឯនេះវិញមានឈ្មោះថា Goldberg ហើយចំណែកសត្វទីតុយរបស់គាត់ដែលនៅជាមួយនឹងគ្នាហ្នឹងមានឈ្មោះថា Beeper នៅក្នុងការធ្វើដំណើរអ្នកទាំងពីរហ្នឹងពួកគេគឺបាននិយាយអំពីមនុស្សយក្សម្នាក់ទៀតដែលមានឈ្មោះថា Road មនុស្សយក្សម្នាក់ហ្នឹងតែងតែធ្វើអីរឿងចម្លែកហើយជាមនុស្សម្នាក់ដែលពួកគេហ្នឹងមិនចូលចិត្តតតែសោះហើយមនុស្សយក្សគ្រប់គ្នានៅលើកោះមួយនេះបានហៅជាមួយនឹង Loki ថាគឺជាភាពអាម៉ាស់នៃពួកមនុស្សយក្សអីចឹងទៅប៉ុន្តែពួកគេទាំងពីរនាក់បែរជាគិតថា Road នោះទេជាអ្នកដែលស័ក្តិសមជាមួយនឹងឈ្មោះមួយនេះជាង Loki ទៅទៀតរឿងមួយទៀតដែលអ្នកទាំងពីរមិនចូលចិត្ត Road ហ្នឹងដោយសារតែច្បាប់របស់ពួកមនុស្សយក្សមិនអនុញ្ញាតឲ្យចាប់ជាមួយនឹងមនុស្សម្លេងសើចអីនោះទេប៉ុន្តែ Road បែរជាចាប់មនុស្សធ្វើដូចជាតកតាយកមកលេងសើចទៅវិញហើយចំពោះច្បាប់របស់ពួកមនុស្សយក្សមួយទៀតនោះគឺពួកមនុស្សយក្សមានសិទ្ធិចាំតែជាមួយមនុស្សណាដែលមកឈ្លានពានលើដែនកោះរបស់ពួកគេតែប៉ុណ្ណោះប៉ុន្តែ Road បែរជាចាប់មនុស្សទៅផ្ដេសផ្ដាស់យកមកលេងសើចទៅវិញដែលនេះខុសនឹងច្បាប់ដែលចារ Road បានប្រាប់ទៅកាន់ពួកគេចំពោះចារ Road គឺជាចាស់ទុំនៅលើកោះមួយនេះគ្នាយើងក្រោយតែពីអ្នកទាំងពីរនិយាយគ្នាចប់ហ្នឹង Luffy ចេញទៅចង់ស្រែកហៅជាមួយនឹងពួកយក្សទាំងពីរនាក់ហ្នឹងប៉ុន្តែត្រូវបាន Nami ហ្នឹងចេញទៅទប់មាត់របស់ Luffy ទាន់នឹងមិនឲ្យស្រែកនោះទេ Sanji គឺបានដើរទៅថាឲ្យ Luffy ដែរថាមិនចេះស្ដាប់ Nami តតែសោះចង់ហៅជាមួយនឹងមនុស្សយក្សទៅវិញហើយក្រោយតែពី Sanji និយាយចប់ហ្នឹងគាត់គឺបានសម្លឹងមើលទៅឃើញថាយក្សម្នាក់ហ្នឹងស្អាតម្ល៉េះលោកអើយគាត់គឺបានចេញបេះដូងពេញភ្នែកទៀតហើយតែស្រែកដែរថាខ្ញុំដឹងថាច្បាស់ជាមានមនុស្សយក្សដែលស្រស់ស្អាតនៅទីនេះមិនខាននោះទេធ្វើឲ្យ Creed ហ្នឹងឮសំឡេង Sanji ក៏បានបែរទៅក្រោយប៉ុន្តែបែរជាមិនឃើញមនុស្សទៅវិញគាត់គឺបានបន្តដំណើរទៅមុខទៀតដោយមិនបានខ្វល់អំពីអ្នកទាំងហ្នឹងនោះទេបើមើល Luffy និង Sanji ត្រូវបាន Nami ហ្នឹងចាប់ទប់ជាប់ជាមួយនឹងព្រិលបាត់ទៅហើយសាច់រឿងគឺបានកាត់ទៅដល់ពេលដែលពួកគេហ្នឹងគឺកំពុងតែធ្វើដំណើរបន្តទៅទៀតប៉ុន្តែឧសភឯនេះវិញគឺភ័យមែនទែនស្ពានហ្នឹងវាចេះតែយកដោយសារតែខ្យល់ហ្នឹងបក់ខ្លាំងពេកហើយរបស់ Luffy ហ្នឹងមិនមែនដើរទៅលើស្ពានហ្នឹងទេគឺដើរទៅលើខ្សែពួននៃដៃស្ពានមួយហ្នឹងហើយដល់ពេលហ្នឹងគាត់បានសម្លឹងចុះទៅខាងក្រោមនិងឆ្ងល់ថាមានអីនៅខាងក្រោមហើយបេះដូងរបស់គាត់គឺចាប់ដើមលោតនិងមានអារម្មណ៍ចំណែកថាមានអ្នកណាហៅគាត់ក្រោយមកហ្នឹង Luffy គាត់គឺបានស្រែកប្រាប់គ្រប់គ្នាដែរថាមាននរណាម្នាក់ហៅគាត់អ្នកដែលនៅហ្នឹងគឺនៅខាងក្រោមហើយនៅពេលនោះគឺ Luffy ចង់ទៅក្រោម Sanji ហ្នឹងគឺបានគាត់ជាមួយនឹង Zoro ដែល Zoro ក៏ចង់ទៅខាងក្រោមដែរតែ Sanji ថាឲ្យថាបើទៅហ្នឹងកុំវិញខានទេប៉ុន្តែ Luffy របស់យើងមានស្ដាប់ឯណាគឺលោតចុះទៅខាងក្រោមតែម្ដងគឺឲ្យពួកគេហ្នឹងគឺបន្តដំណើរទៅមុខទៅគាត់ទៅខាងក្រោមចំពោះសាច់រឿងរបស់យើងគឺបានកាត់ទៅកាន់ពួកមនុស្សយក្សនៅលើសំពៅឯនេះវិញពួកគេគឺបានអានកសែតតាក់ទងជាមួយនឹងសកម្មភាពរបស់ពួកគេត្រូវបានពួកអ្នកកសែតហ្នឹងគឺចុះអំពីវត្តមានរបស់ពួកគេទៅលើកោះ Elba ដូចជាសកម្មភាពរបស់ពួកគេថាពួកគេគឺបានសម្លាប់ជាមួយនឹង Dr. Vegapunk ហើយរបស់ដែលធ្វើពួកមនុស្សយក្សចាប់អារម្មណ៍ហ្នឹងគឺតម្លៃរបស់ Dory និង Proki ហ្នឹងឡើងរហូតដល់1800 លាន berry ឯណោះ Proki គាត់ទៅដឹងអញ្ចឹងភ្លាមគាត់និយាយថាអីគេតម្លៃឡើងលុយឡេះហើយកសែតហ្នឹងគាត់និយាយទៀតថា Luffy គឺបានសម្លាប់ Dr. Vegapunk Lily អត់ត្រឹមបានហ្នឹងគឺស្រែកក្តែងតែម្ដងថាអីគេ Luffy សម្លាប់ខ្ញុំហើយអ្នកដែលបានអានកសែតហ្នឹងគឺជា Robin គាត់ក៏សម្គាល់ដែរថានៅក្នុងទម្រង់គាទី5របស់ Luffy ហ្នឹងគឺអត់មានសញ្ញាខ្វែងនៅលើដៃទេប៉ុន្តែអីក៏សញ្ញាខ្វែងមួយនឹងច្បាស់ម្ល៉េះនាងហ្នឹងគិតមិនយល់ថាសញ្ញាខ្វែងមួយនឹងបានន័យថាម៉េចនោះទេដល់ឡែកពួកមនុស្សយក្សគឺបាននាំគ្នានិយាយថាគាត់ពិតជាសប្បាយចិត្តដែល Harudin បានដើរនៅតាម Luffy ដោយសារតែ Luffy នៅពេលនេះគឺមានឋានៈស្មើជាមួយនឹង Shanks ទៅហើយពួកគេក៏បាននិយាយតាក់ទងជាមួយនឹងរឿងរ៉ាវអាថ៌កំបាំងនៃកោះមនុស្សយក្សដែរថា Harudin គឺជាកូនស្ដេចក្រោយតែបានដឹងថា Harudin គឺជាកូនស្ដេចហើយហ្នឹងធ្វើឲ្យក្រុមរបស់ Luffy ភ្ញាក់ផ្អើលហើយពួកមនុស្សយក្សបានបន្តនិយាយទៀតថាតាមកាពិតទៅ Harudin គឺចង់មកជួយជាមួយនឹង Luffy ផ្ទាល់ប៉ុន្តែចាស់ទុំទាំងពីរនាក់ដែលជា Dory និង Proki ហ្នឹងក៏មានឋានៈធំជាងហេតុនេះហើយហ្នឹងទើបអ្នកទាំងពីរគឺមានសិទ្ធិមកទៅឲ្យ Harudin ហ្នឹងនៅលើកោះចាំ Luffy នឹងឯងនៅពេលជាមួយនឹងគ្នានោះ Luffy គាត់ក៏បានលោតពីខាងលើចុះមកខាងក្រោមឬទឹកក្តាំងតែម្ដងហើយមិនដឹងថាមានអីទេហើយនៅពេលដែល Luffy ងើបឡើងមកវិញហ្នឹងឃើញថាធម្មតានោះទេនឹងនិយាយថាជឿតិចតួចតែប៉ុណ្ណោះក្រោយតែពីអត់មានបញ្ហាធំដុំអីហ្នឹង Luffy គាត់ក៏បានដើរចេញទៅខាងក្រៅប៉ុន្តែវងសត្វឆ្កែចចហ្នឹងគឺដេញតាម Luffy ដំបូងឡើយហ្នឹងថាតែ Luffy បានវាយគ្នាហើយតែចុងក្រោយហ្នឹងគឺគ្មានបានវាយគ្នានោះទេ Luffy គឺបានបន្តដំណើរទៅមុខទៀតហើយស្រាប់ពេលជាមួយនឹងគ្នាលោកពូយក្សម្នាក់ហ្នឹងគាត់ក៏បាននិយាយតាក់ទងជាមួយនឹងរឿងរ៉ាវអាថ៌កំបាំងមួយទៀតគឺនៅលើកោះរបស់ពួកមនុស្សយក្សហ្នឹងគឺមានស្ដេចពីរអង្គស្ដេចមួយអង្គមានឈ្មោះថា Harudin ស្ដេចមួយអង្គទៀតមានឈ្មោះថា Loki អ្នកទាំងពីរគឺជាកូនរបស់អតីតស្ដេចមុនដូចគ្នាក៏ប៉ុន្តែ Loki គាត់ក៏បានសម្លាប់ជាមួយនឹងស្ដេចដែលជាឪពុករបស់ខ្លួនដើម្បីដណ្ដើមជាមួយ Devil Fruit ចំពោះ Loki ម្នាក់ហ្នឹងត្រូវបានគេចាប់ឃុំហើយក៏មិនអោយពួកគាត់ហ្នឹងគឺដោះលែងជាមួយ Loki នោះដែរបើដោះលែងមកហ្នឹងបានត្រូវបានបញ្ចប់នឹងខានក៏ប៉ុន្តែនិយាយមិនទាន់ចប់ផង Luffy គាត់ក៏បានទៅជួបជាមួយនឹង Loki ហ្នឹងតែម្ដង Loki និយាយដែរថាអាល្អិតឯងគឺជាអ្នកណាគេឈ្មោះអី Luffy ហ្នឹងតបវិញថាខ្ញុំមានឈ្មោះថា Luffy ថ្ងៃអនាគតខ្ញុំនឹងក្លាយទៅជាស្ដេចនៃចោលសមុទ្រ Loki ហ្នឹងបានសួរទៅកាន់ Luffy វិញថាអីគេស្ដេចមែនទេក្រោយមក Luffy បានសួរទៀតថាតើគាត់នៅឯណាហើយតើ Loki ហ្នឹងគឺជាអ្នកណាគេ Loki ក៏សួរទាំងងឿងឆ្ងល់វិញថាអីគេឯងមកទីនេះទាំងតែមិនដឹងថាខ្លួនឯងនៅឯណាទៅវិញហើយមនុស្សឯងចាំស្ដាប់ទៅចោះទីនេះគឺជាទឹកដីដ៏សែនអស្ចារ្យគឺជាទឹកដីនៃសង្គ្រាមការកកើតឡើងនៃសង្គ្រាមគឺជាកោះ Elba ហើយចំណែកឯខ្ញុំវិញខ្ញុំគឺជាមនុស្សម្នាក់នឹងបញ្ចប់នៃពិភពលោកមួយនេះគឺជា Sun God នៅក្នុងចំណុចនេះគឺបានបង្កើតភាពងឿងឆ្ងល់ជាច្រើនទៅដល់អ្នកមើល One Piece Sun God គាត់ត្រូវបានគេហៅថាគឺជា Luffy នឹងឯងដែលជា Sun God អញ្ចឹងណាប៉ុន្តែបែរនេះបែរជាមាន Sun God មួយទៀតទៅវិញតើនឹងមានរឿងអីកើតឡើងព្រោះតែថាមាន Sun God ពីរនាក់ហើយមានសំបង្ខំបន្តិចនៅក្នុងចំណុចនេះគេបានសន្មតថា Luffy គាត់គឺជា Sun God ពណ៌សចំណែកឯ Loki វិញគាត់គឺជា Sun God ពណ៌ខ្មៅក៏ប៉ុន្តែរឿងរ៉ាវយ៉ាងណាពិតប្រាកដអត់ដឹងទេអានឹងគ្រាន់តែជាការសន្និដ្ឋានរបស់ពួកអ្នកមើលតែប៉ុណ្ណោះគ្នាយើងដល់ឡែកបើងាកមកមើល Luffy ឯនេះវិញក្រោយពីដឹងតែខ្លួនឯងនៅលើកោះរបស់ពួកមនុស្សយក្សហើយហ្នឹងគាត់សប្បាយចិត្តខ្លាំងតែមែនទែនតែម្ដងដោយសារតែមិននឹកស្មាននោះទេព្រមទាំងបានរត់លេងជុំវិញហ្នឹងដើម្បីតែមើលទេសភាពនៅលើកោះមនុស្សយក្សមួយនេះតែប៉ុណ្ណោះហើយនៅពេលជាមួយនឹងគ្នាហ្នឹងគឺ Loki ខំនិយាយជាមួយនឹង Luffy ដែរតែ Luffy ក៏បានតែស្ដាប់ជាមួយនឹង Loki និយាយអីនោះទេធ្វើឲ្យ Loki ខឹង
ជាមួយ Luffy ខ្លាំងណាស់ Luffy ហ្នឹងគិតតែពីសប្បាយចិត្តនិយាយថាមិនដែលឃើញមនុស្សយក្សច្រើនទេឃើញតែមនុស្សយក្សច្រើននៅលើសំពៅ Eric ប៉ុន្តែពេលនេះបែរជាបានឃើញនៅលើភូមិរបស់ពួកមនុស្សយក្សហើយចំពោះឯ Luffy គឺខឹងស្រែកដាក់ទៅកាន់ Luffy ថាអាចចង្រៃយកខំនិយាយមួយថ្ងៃហើយមិនស្ដាប់ហើយចំពោះឯសម្រេចរបស់ Luffy វិញហ្នឹងគឺថាឡើងផ្អើលសត្វព្រៃពេញហ្នឹងតែម្ដងក្រោយមក Luffy គាត់បាននិយាយបន្តដែរថា Luffy ហ្នឹងមិនគួរណានិយាយនោះទេនៅពីមុខ Sun God បើ Sun God អត់និយាយចាំនិយាយបើមិនទាន់អត់និយាយកុំនិយាយខ្ញុំគឺជា Luffy គឺជា Sun God ស្រាប់ពេលជាមួយនឹងគ្នានោះសាច់រឿងគាត់គឺបានបង្ហាញអំពី Luffy ហ្នឹងមានតម្លៃខ្លួនពិសេសមែនទែនត្រូវបានរាជរដ្ឋាភិបាលដាក់រហូតដល់ 2600 លាន berry ឯណោះតាមក៏ប៉ុន្តែខ្លួនយើងមិនត្រូវចាប់នៅទីនេះនោះទេប៉ុន្តែត្រូវបានគេចាប់មកឃុំហើយយើងកំពុងតែត្រូវបានចងភ្ជាប់ជាមួយនឹងដើមឈើ Adam ដែលជាដើមឈើដ៏ធំមួយហើយយើងត្រូវបានច្រវាក់ស៊ីស្ទូនជាប់ទៅទៀតដែលធ្វើយើងមិនអាចរើខ្លួនរួច Luffy ឯងគួរតែជួយយើងដោះលែងយើងចេញមកមុននេះយើងបានឮថាឯងគឺជាចោរសមុទ្រហើយយើងនឹងជួយកម្ចាត់ទៅកាន់ក្រុមចោរសមុទ្រដែលជាសត្រូវរបស់ឯងបើមិនជាឯងជួយដោះលែងយើងតែ Luffy មានតែស្គាល់ឯណាគាត់ក៏បានសម្លឹងមើលជុំវិញនឹងហើយ Luffy និយាយទៀតថានៅជុំវិញសិតតែដើមឈើនៅទីនេះត្រូវបានពួកមនុស្សយក្សនៅតំបន់ក្រុមគេបង្អស់ហើយគេត្រូវបានហៅទីនេះថាគឺជា Underworld នៃកោះ Elba ចំពោះទីកន្លែងនេះគឺគេចាប់ឃុំតែជាមួយនឹងពួកអ្នកតោក៏ដូចជាជាមួយនឹងសត្វសាហាវនៅខាងក្រោមនេះតែប៉ុណ្ណោះហើយនៅជុំវិញតំបន់មួយហ្នឹងគឺសម្បូរទៅដោយសត្វសាហាវទាំងអស់ហ្នឹងគាត់គឺជាមិត្តភក្តិនឹងគ្នាជាមួយនឹង Luffy គ្មាននរណាម្នាក់នឹងអាចរត់គេចខ្លួនរួចពីទីនេះនោះទេក៏ប៉ុន្តែ Luffy ក៏បានទៅស្ដាប់ជាមួយនឹងសម្ដីរបស់ Luffy ទេ Luffy គាត់ក៏បានដើរទៅខាងមុខទៅមើលព្រៃជុំវិញហ្នឹងក៏ដូចជាមើលសត្វសាហាវទាំងអស់ហ្នឹងណា Luffy វិញគាត់នៅតែអួតតែខ្លួនគាត់គឺជាម្ចាស់នៅទីនេះអញ្ចឹងទៅគាត់ក៏បានឲ្យសត្វមួយហ្នឹងទៅវាប្រហារជាមួយនឹង Luffy ប៉ុន្តែ Luffy ហ្នឹងអត់និយាយអីច្រើនទេត្រឹមតែនិយាយថានាំយើងត្រឡប់ទៅវិញទៅក៏ប៉ុន្តែនៅពេលជាមួយនឹងគ្នាឃើញមនុស្សស្លៀកជាមួយនឹងសម្លៀកបំពាក់ដែលធំក្លិនស្អុយខ្លាំងមែនទែនដោយសារតែពួកគេស្លៀកសម្លៀកបំពាក់ក្លិនស្អុយបែបហ្នឹងគឺការពីអំពីពួកសត្វព្រៃទាំងអស់គឺស៊ីពួកគេបើមិនជាក្លិនរបស់ពួកគេកាន់តែស្អុយសត្វព្រៃគឺមិនស៊ីពួកគេទេក៏ប៉ុន្តែពួកមនុស្សទាំងអស់ហ្នឹងក៏ជាកូនចៅរបស់ Luffy ដែរដោយសារតែគ្មាននរណាធំជាងគេទេនៅទីនេះគឺមានតែ Luffy តែម្នាក់តែប៉ុណ្ណោះដែលធំជាងគេព្រោះតែពេលនិយាយចប់ហ្នឹងមានសត្វព្រៃមួយគឺបានលោតទៅខំជាមួយនឹង Luffy ប៉ុន្តែគ្មានទៅវាយត្រូវអីនោះទេ Luffy គឺបានប្រើជាមួយនឹង Haki ដើម្បីទប់ទល់ដែលធ្វើឲ្យពួកមនុស្សទាំងអស់គ្នានិយាយថា Luffy ហ្នឹងគឺពិតជាខ្លាំងដូចជាបរិសម្នាក់នោះអញ្ចឹងហើយពួកគេក៏បាននិយាយថាឈ្មោះម្នាក់នោះគឺជា Shang គាត់បានមកទីនេះក៏ដូចជាវាជាមួយនឹងសត្វក៏ដូចជាជាមួយនឹងមនុស្សមួយចំនួននៅទីនេះនឹងឯងហើយជាមួយ Luffy ក្រោយពីឮថា Shang ភ្លាមហ្នឹងគាត់ក៏បានសួរទៅកាន់ពួកអ្នកទាំងហ្នឹងហើយពួកគេហ្នឹងគឺបានសម្លឹងទៅកាន់ Luffy ដែល Luffy បានផ្សំសត្វទាំងអស់ហ្នឹងឲ្យស្លូតបាត់ទៅហើយដែលធ្វើឲ្យ Luffy ហ្នឹងគឺខឹងជាមួយនឹង Luffy កាន់តែខ្លាំងប៉ុណ្ណឹងមកជុំនោះទេ Luffy បានទៅសួរជាមួយនឹង Luffy ដែរថាតើស្គាល់ Shang អត់ហើយ Shang បានមកទីនេះមែនដែលធ្វើឲ្យ Luffy និយាយថា Luffy ស្គាល់ជាមួយនឹង Red Hair មែនគាត់ក៏និយាយថា Shang ហ្នឹងគឺជាមនុស្សកំសាកតែពេលឮ Luffy និយាយអំពី idol របស់ខ្លួនថា idol របស់ខ្លួនគឺជាមនុស្សកំសាកភ្លាមហ្នឹង Luffy គ្មានតែទុកយូរឯណាគៀលទី4លោតដាក់ជាមួយនឹង Luffy ម្ដាយយកតែម្ដងតែ Luffy គឺកិច្ចផុតហើយដល់ពេលហ្នឹងធ្វើឲ្យសត្វព្រៃទាំងមនុស្សហ្នឹងគ្នាបើកភ្នែកធំៗមិននឹកស្មានថា Luffy ហ៊ានវា Luffy នោះទេបើ Luffy វិញឯហ្នឹងគឺសុំទោសទៅកាន់ Luffy ល្ងៀមមកក៏ដូចជានិយាយថាគាត់គ្រាន់តែនិយាយលេងតែប៉ុណ្ណោះ Luffy គាត់រៀនរងាប់អារម្មណ៍មកវិញដោយនិយាយថាកុំនិយាយលេងចឹងទៀត Luffy បានតបទៅកាន់ Luffy វិញថាកុំតែគាត់ហ្នឹងកម្រិតខ្លួនមិនរួចនោះទេហើយ Luffy និយាយថាបើខ្លួនឯងកម្រិតខ្លួនមិនរួចហើយកុំមកធ្វើឲ្យយើងខឹងគ្រាន់តែពីរងាប់អារម្មណ៍រៀងខ្លួន Luffy គាត់ក៏បានសួរដែរថាតើព័ត៌មានរបស់ Shang តាក់ទងលើកោះមួយនេះហ្នឹងមានអីខ្លះចាំនិយាយប្រាប់គាត់ឲ្យលឿនឡើងមកគ្រាន់តែពេលឃើញ Luffy ចង់ដឹងពេកអញ្ចឹងហ្នឹងធ្វើឲ្យ Luffy និយាយថាព័ត៌មានវាមិនដែល free នោះទេក៏ប៉ុន្តែសាច់រឿងរបស់យើងបែរជាបានកាត់ទៅកាន់ក្រុមរបស់ Zoro Usopp ឯនេះវិញហ្នឹងពួកគេគឺកំពុងតែដើរលើស្ពានប៉ុន្តែស្ពានហ្នឹងគឺចាប់ផ្ដើមរំជួយម្ដងបន្តិចធ្វើឲ្យពួកគេភ្ញាក់ផ្អើលក៏ដូចជាឆ្លោះទៅឃើញថារត់កំពុងតែធ្វើដំណើរមកពួកគេគឺបានឃើញផ្សែងលើក្បាលរបស់រត់បានកត់សម្គាល់ថារត់ហ្នឹងឯងគឺជា Sun God ដែលត្រូវបាន Nami ហ្នឹងបាញ់ហើយនៅពេលជាមួយនឹងគ្នានោះឃើញថា Goldberg កំពុងតែលីសំពើសាននេះធ្វើដំណើរមកជាមួយដូចគ្នាធ្វើឲ្យពួកគេចង់ប្រយុទ្ធដែរប៉ុន្តែគឺមិនឲ្យប្រយុទ្ធនោះទេដោយសារគិតថាពួកអ្នកទាំងពីរទាំង3នាក់ហ្នឹងគឺជាមិត្តភក្តិរបស់ Dory និង Proki ក្រោយមកទៀតសាច់រឿងគឺបានកាត់ទៅកាន់ Harroden ដែល Harroden ហ្នឹងគាត់បានទៅប្រមាញ់ជាមួយនឹងក្តានព្រៃមួយក្បាលដែលគាត់ប្រមាញ់ហ្នឹងក្នុងគោលបំណងយកសាច់របស់ក្តានហ្នឹងទៅធ្វើជាម្ហូបដើម្បីជប់លៀងទទួលស្វាគមន៍ Luffy មកលើកោះ Elba មួយនេះមិនតែអ្នកមកប្រមាញ់ជាមួយនឹង Harroden ហ្នឹងក៏និយាយថាសត្វក្តានមួយហ្នឹងវាគ្រោះថ្នាក់ខ្លាំងណាស់មិនគួរណាមកប្រមាញ់ទឹកថយជីវិតបែបហ្នឹងទេតែយ៉ាងណាមិនខ្វល់នោះទេប្រមាញ់បានហើយគឺយកទៅស្វាគមន៍ Luffy ប៉ុន្តែសាច់រឿងគឺបាននិយាយតាក់ទងជាមួយនឹងក្រុមរបស់ Harroden បន្តិចក្រុម Harroden ហ្នឹងមានក្រុមមានសមាជិក5ទៅ6នាក់អ្នកទី1ហ្នឹងមានឈ្មោះថា Road គាត់គឺជាអ្នកដែលមើលជាមួយនឹងផែនទីអ្នកទី2មានឈ្មោះថា Goldberg គាត់គឺជាចុងភៅនៅលើសំពៅមនុស្សយក្សមួយហ្នឹងចំណែកអ្នកទី3គឺជា Grit គាត់គឺជាគ្រូពេទ្យហើយចំពោះ Harroden គាត់គឺជាមេដឹកនាំនៃក្រុមចោរសមុទ្រសម័យថ្មីរបស់គាត់នឹងឯងក្រោយមកទៀតសាច់រឿងគឺបានកាត់ទៅកាន់ខាង Pro ឯនេះវិញដែល Pro គាត់កំពុងតែធ្វើការកាត់សក់ទៅកាន់សក់របស់ Robin ដោយសារតែ Robin ហ្នឹងសូមឲ្យ Pro កាត់សក់នាងឲ្យទៅជាសក់ខ្លីដូចជាការពី2ឆ្នាំមុនពួកពេលកាត់ហើយភ្លាមហ្នឹង Pro ដូចជាអត់ទុកចិត្តទៅលើខ្លួនឯងនោះទេខ្លាចតែកាត់សក់របស់ Robin ទៅហ្នឹងធ្វើឲ្យ Robin មិនស្អាតអីចឹងទៅក៏ប៉ុន្តែវាមិនមែនដូចការគិតរបស់ Pro នោះទេគ្រប់គ្នាហ្នឹងក៏សរសើរថា Pro កាត់សក់បានស្អាតអីចឹងទៅសម្រាប់តែ Frankie អីហ្នឹងក៏និយាយលេងថាមនុស្សស្មានថា Pro កាត់សក់ស្អាតចឹងឲ្យ Pro កាត់សក់ឲ្យគាត់នៅពេលក្រោយ Robin ក្រោយពីមើលកញ្ចក់ហើយហ្នឹងពេញចិត្តជាមួយនឹងស្នាដៃរបស់ Pro មែនទែនសម្រាប់តែមនុស្សនៅជុំវិញខ្លួននាងហ្នឹងក៏និយាយថាមកពី Robin ហ្នឹងចង់កាត់សក់ខ្លីដោយសារតែគាត់ជួបជាមួយនឹង Soul កាលពី2ឆ្នាំមុនហ្នឹងគឺនៅពេលដែលនាងសក់ខ្លីចឹងហើយហ្នឹងទៅ Robin ចង់កាត់សក់ខ្លីគ្រាន់តែលឺអញ្ចឹងភ្លាមហ្នឹង Frankie ចាប់ផ្ដើមយំអាមនុស្សទឹកភ្នែករះផងហ្នឹងគឺថាយំយកតែម្ដងក្រោយមកទៀតពួកគេគឺបានសម្លឹងទៅខាងមុខដោយសារតែនៅពេលនេះហ្នឹងគឺឃើញអាប់ក្រាស់មែនទែនប៉ុន្តែនៅក្រោយអាប់ហ្នឹងគឺជាកោះរបស់ពួកមនុស្សយក្សដែលជាដើមឈើ Tree Adam ពួកគេគ្រប់គ្នាសប្បាយចិត្តមែនទែនពួកគេគឺអាចធ្វើដំណើរមកដល់កោះ Elba ទៅហើយប៉ុន្តែនៅឯច្រាំងនៃសមុទ្រវិញបែរជាឃើញមនុស្សស្រីម្នាក់កំពុងតែស្រែកថា Mr. Soul នឹងតែសាច់រឿងគឺបានចប់មិនដែលថាមានអីកើតឡើងនោះទេមានតែរងចាំទស្សនាវីដេអូភាគបន្តនៅសប្តាហ៍ក្រោយណាគ្នាយើងអរគុណអ្នកទាំងអស់គ្នាដែលទន្ទឹងរង់ចាំហើយក៏ដូចជាបាយបាយអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អជួបគ្នានៅវីដេអូក្រោយបាយបាយ